សូមស្វាគមន៍លោកអ្នកមកកាន់កម្មវិធីជួបព្រះយេស៊ូវរាល់ថ្ងៃអត្ថបទថ្ងៃនេះគឺជំនឿគឺជាការជឿត្រូវនិងនិយាយត្រូវរាល់ពេលដែលយើងមកកាន់ព្រះដំណាក់របស់ព្រះជាម្ចាស់យើងកាន់តែរឹងមាំកាន់តែមានសុខភាពល្អនិងកាន់តែមានសេចក្តីសុខសាន្តកុំធ្វើចលនាក្នុងល្បឿនដូចជាសត្វខ្លារខិននៅពេលដែលព្រះជាម្ចាស់បានបង្កើតអ្នកឲ្យធ្វើចលនាក្នុងល្បឿនដូចសត្វអូសបច្ចុប្បន្នមានកម្មវិធីទូរស័ព្ទដែលសង្ខេបសៀវភៅឲ្យយើងអានយ៉ាងលឿនប៉ុន្តែការពិតទៅការរីករាយនឹងការអានសៀវភៅល្អៗទាំងស្រុងជួយឲ្យចិត្តគំនិតរបស់យើងបានធូរស្រាលនិងមានគំនិតបានសម្រាលកុំចូលគេងទាំងដែលចិត្តគំនិតរបស់លោកអ្នកនៅតែដំណើរការក្នុងល្បឿនលឿនបំផុតវាប្រៀបដូចជាការបញ្ឈប់ឡានឲ្យនៅស្ងៀមតែម៉ាស៊ីននៅតែឆេះយ៉ាងខ្លាំងដែលយូរទៅវានឹងខូចជាមិនខានការសិក្សាអំពីដំណើរការជំរុះរោមរបស់សត្វស្លាបរបៀបដែលវាជំរុះរោមចាស់ចោលដើម្បីទុកកន្លែងឲ្យរោមថ្មីដុះឡើងវិញនេះជារូបភាពនៃការប្រែជាថ្មីនៃយុវភាពគេបានណែនាំថាអ្នកចិញ្ចឹមបក្សីគួរតែអង្អែលរោមរបស់វាដោយទឹកក្តៅអ៊ុនព្រោះវាត្រូវការភាពសំណើមបន្ថែមដូចគ្នាដែរសេចក្តីសន្យារបស់ព្រះជាម្ចាស់ក្នុងការកែប្រែយុវភាពរបស់យើងឲ្យថ្មីឡើងវិញដូចជាសត្វអន្ត្រីនឹងលេចចេញជាលទ្ធផលនៅពេលដែលយើងទទួលនៅទឹកនៃព្រះបន្ទូលរបស់ទ្រង់ព្រះជាម្ចាស់បានប្រទានពេលយប់សម្រាប់គេងមិនមែនសម្រាប់លេងហ្គេមឬមើលរឿងភាគនោះទេហើយទ្រង់ប្រទានថ្ងៃអាទិត្យសម្រាប់ការឈប់សម្រាកសូម្បីតែព្រះជាម្ចាស់ក៏ទ្រង់សម្រាកបន្ទាប់ពីការបង្កើតពិភពលោកដែរមិនមែនមកពីទ្រង់ហត់នឿយនោះទេប៉ុន្តែដោយសារតែកិច្ចការរបស់ទ្រង់បានសម្រាប់រួចរាល់ហើយចូលរៀនរស់នៅដោយភាពនឹងណតាមចង្វាក់នៃព្រះគុណរបស់ទ្រង់ប្រសិនបើការប្រោសឲ្យជាដែលអ្នកកំពុងជឿលើព្រះជាម្ចាស់មិនទាន់លេចចេញជាលទ្ធផលនៅឡើយនោះវាអាចមកពីអ្នកកំពុងរំពាត់ដោយភាពតានតឹងនិងការព្រួយបារម្ភពាក្យក្នុងភាសាហេប្រឺសម្រាប់ពាក្យថាប្រោសឲ្យជាគឺ Rapha ដែលមានប្រភពមកពីកិរិយាសព្ទឬ Raf ដែលមានន័យថាសម្រាកឬលះបង់ចោលនៅពេលដែលលោកអ្នកសម្រាកលោកអ្នកនឹងអាចទទួលបាននូវការប្រោសឲ្យជាមិនខានការសេចក្ដីគិតក៏នាំមកនូវការប្រោសឲ្យជាដែរវាមិនមែនជាការធ្វើឲ្យចិត្តគំនិតរបស់លោកអ្នកនៅទទេស្អាតនោះទេប៉ុន្តែគឺជាការបំពេញចិត្តគំនិតដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់វិញប្រភពនៃពាក្យថាថ្នាំសង្កូវភាសាអង់គ្លេសថា medicine ក៏មានន័យថាការសេចក្ដីគិតឬ meditate ផងដែរយើងអាចសេចក្ដីគិតលើសេចក្ដីសន្យាដូចជាខគម្ពីរនេះគឺត្រេកអរតែនឹងច្បាប់របស់ព្រះយេហូវ៉ាវិញក៏រំពឹងគិតក្នុងច្បាប់ទ្រង់ទាំងយប់ទាំងថ្ងៃអ្នកនោះនឹងបានដូចជាដើមឈើដែលដាំនៅក្បែរផ្លូវទឹកដែលបង្កើតផលតាមរដូវកាលហើយស្លឹកក៏មិនដែលក្រៀមស្វិតឡើយរួចការអ្វីដែលអ្នកនោះធ្វើក៏នឹងចម្រើនឡើងទាំងអស់ទំនុករំកើងចំពុក1ខ2ដល់ខ3ដូច្នេះព្រះជាម្ចាស់ត្រូវបំពេញក្នុងចិត្តរបស់លោកអាប់រ៉ាហាំនៅរូបភាពនៃកូនចៅដ៏ច្រើនសន្ធឹកសន្ធាប់ដែលគាត់នឹងមាននិងជំនឿថាគាត់នឹងក្លាយជាឪពុកគេជាយូរណាស់មកហើយមុនពេលដែលកូនទាំងនោះចាប់កំណើតម្យ៉ាងទៀតតើលោកអ្នកដឹងទេថាព្រះជាម្ចាស់ដែលរាប់ចំនួនកាយឬតារាទាំងឡាយក៏ជាព្រះដែលប្រោសអ្នកដែលបាក់ទឹកចិត្តឲ្យជាផងដែរទ្រង់ប្រោសអ្នកដែលបាក់ទឹកចិត្តឲ្យជាហើយក៏រំរមុះគេទ្រង់រាប់ចំនួនកាយទាំងប៉ុន្មានក៏ហៅឈ្មោះវាទាំងអស់ផងទំនុករំកើងចំពុក147ខ3ដល់ខ4ព្រះជាម្ចាស់មិនមែនខ្ពង់ខ្ពស់ហួសរហូតដល់មិនជ្រាបពីការតស៊ូផ្ទាល់ខ្លួនរបស់លោកអ្នកដែលប្រហែលជាលោកអ្នកមានអារម្មណ៍ថាគួរឲ្យខ្មាស់អៀនរហូតមិនហ៊ានចែករំលែកនោះឡើយអ្វីដែលពិសេសបំផុតនោះគឺទ្រង់ជ្រាបពីផ្លូវចិត្តទ្រង់ជ្រាបពីរបៀបនាំលោកអ្នកទៅកាន់កន្លែងនៃសេចក្តីសង្គ្រោះនិងភាពបរិបូរណ៍ទ្រង់គឺជាម្ចាស់ជាគង្វាលល្អរបស់លោកអ្នកដែលនឹងធ្វើឲ្យលោកអ្នកមិនដែលខ្វះខាតឡើយហើយទ្រង់នឹងធ្វើឲ្យលោកអ្នកសម្រាកនៅវាលស្មៅដ៏ខៀវខ្ចឹងយើងឃើញនៅក្នុងលោកុបាទចំពុក17ខ5និងលោកុបាទចំពុក17ខ15ថាព្រះជាម្ចាស់បានបដូរឈ្មោះអាប់រ៉ាហាំទៅជាអាប់រ៉ាហាំ
នឹងបដូរឈ្មោះប្រពន្ធគាត់គឺសារ៉ាយទៅជាសារ៉ាអាប់រ៉ាហាំមានន័យថាឪពុកដ៏ខ្ពង់ខ្ពស់ត្រូវបានបដូរទៅជាអាប់រ៉ាហាំមានន័យថាឪពុកនៃមនុស្សជាច្រើនសារ៉ាយមានន័យថាមេបញ្ជាការត្រូវបានបដូរទៅជាសារ៉ាមានន័យថាព្រះនាងឬម្ដាយនៃមនុស្សជាច្រើនក្នុងរយៈពេល1ឆ្នាំក្រោយមកអ៊ីសាកដែលជាកូននៃអធិធម្មជាតិរបស់ពួកគេក៏បានចាប់កំណើតប៉ុន្តែតើលោកអ្នកចាប់អារម្មណ៍ទេថាព្រះជាម្ចាស់មិនបានបដូរឈ្មោះអាប់រ៉ាហាំមុនពេលបដូរចិត្តគំនិតរបស់គាត់ឡើយព្រះជាម្ចាស់ត្រូវបដូរចិត្តរបស់អាប់រ៉ាហាំជាមុនសិនមុននឹងបដូរការនិយាយស្ដីរបស់គាត់រឿងនេះបង្ហាញឲ្យឃើញថាយើងត្រូវជឿលើសេចក្តីសន្យារបស់ព្រះជាម្ចាស់ជាមុនសិនមុននឹងយើងនិយាយចេញមកដូច្នេះតើលោកអ្នកកំពុងសញ្ជឹងគិតលើអ្វីតើលោកអ្នកកំពុងសញ្ជឹងគិតលើរបាយការណ៍អវិជ្ជមានរបស់គ្រូពេទ្យឬអ្វីដែលអ្នករិះគន់កំពុងនិយាយពីលោកអ្នកមែនទេចូលជឿលើរបាយការណ៍របស់ព្រះអម្ចាស់គឺព្រះបន្ទូលរបស់ព្រះមិនមែនជឿលើលោកកៃឡាប្រហែលជាការពិតជាក់ស្ដែងនៅពេលនេះមើលទៅហាក់ដូចជាពិតខ្លាំងណាស់រហូតដល់ធ្វើឲ្យសេចក្តីសន្យារបស់ព្រះមើលទៅដូចជារឿងប្រឌិតប៉ុន្តែការពិតគឺផ្ទុយស្រឡះពីនេះវិញអ្វីដែលមើលឃើញគឺជាបណ្ដោះអាសន្នប៉ុន្តែអ្វីដែលមើលមិនឃើញទើបជាអមតៈដូច្នេះប្រសិនបើលោកអ្នកឃើញសមតុល្យដ៏តិចតួចក្នុងករណីធនាគារឬការខ្វះខាតដៃគូជីវិតនោះគ្រាន់តែជារឿងបណ្ដោះអាសន្នប៉ុណ្ណោះអាប់រ៉ាហាំមានជំនឿមិនចុះអន់ថយឡើយទោះបីគាត់ដឹងថាខ្លួនគាត់មានវ័យប្រហែល100ឆ្នាំទៅហើយដែលប្រៀបដូចជាមនុស្សស្លាប់និងដឹងថាផ្ទៃរបស់នាងសារ៉ាក៏ស្លាប់ហើយដែរក៏ដោយរ៉ូមចំពុក4ខ19អាប់រ៉ាហាំមិនបានគិតទៅលើការពិតធម្មជាតិដែលមើលឃើញថាមនុស្សដែលមានវ័យដូចគាត់និងសារ៉ាគាត់អាយុ99ឆ្នាំនិងនាងសារ៉ាអាយុ89ឆ្នាំមិនអាចមានកូនបាននោះទេហេព្រើរចំពុក11ខ11ក៏បានចែងដែរថាដោយសារជំនឿនោះនាងសារ៉ាក៏ទទួលបានកម្លាំងដើម្បីបង្កើតពូជហើយនាងបានបង្កើតបុត្រមួយនៅក្នុងកាលដែលហួសអាយុទៅហើយពីព្រោះនាងបានយល់ថាព្រះអង្គដែលសន្យានោះទ្រង់ស្មោះត្រង់ពាក្យថាកម្លាំងនៅក្នុងភាសាក្រិកដើមគឺ dynamis ដែលជាប្រភពនៃពាក្យអង់គ្លេសថា dynamite ឬរំសេវវាមានន័យថាអំណាចនៃអធិធម្មជាតិឬអភូតហេតុដែលនាងសារ៉ាបានទទួលដោយជំនឿដើម្បីបង្កកំណើតទោះបីជាយ៉ាងណាក៏ដោយទាំងអាប់រ៉ាហាំនិងសារ៉ាសុទ្ធតែបានសើចនៅពេលដំបូងដែលព្រះអម្ចាស់ប្រាប់ថាពួកគេនឹងមានកូនសូមមើលលោកុបាទចំពុក17ខ17ចំពុក18ខ12ដូច្នេះការមានជំនឿមិនមែនមានន័យថាត្រូវធ្វើខ្លួនឲ្យរឹងកំព្រឹសឬមិនដែលរារែងនោះឡើយសើចចុះប្រសិនបើលោកអ្នកត្រូវសើចប៉ុន្តែចូលដើរក្នុងជំនឿចាប់ពីពេលនោះតទៅសូមប្រកាសពីសេចក្តីសុចរិតហើយមើលឃើញយុវភាពរបស់លោកអ្នកប្រែជាថ្មីឡើងវិញលោកអ្នកមានអារម្មណ៍ថាខ្លាំងក្លាជាងមុននៅថ្ងៃនេះហើយលោកអ្នកអាចធ្វើការងារបានច្រើនជាងកាលពីលោកអ្នកនៅក្មេងដោយលោកអ្នកបានផ្ដោតកិត្តិយសទៅលើរបៀបដែលលោកអ្នកប្រុងប្រយ័ត្នចំពោះពាក្យសម្ដីដែលលោកអ្នកនិយាយចេញមកសេចក្តីស្លាប់និងជីវិតស្ថិតនៅលើអំណាចនៃអំណាចហើយអស់អ្នកណាដែលស្រឡាញ់វានោះនឹងស៊ីផលរបស់វាសុភាសិតចំពុក18ខ21មាសាតានបានដាក់កម្មវិធីនៃសេចក្តីស្លាប់នៅក្នុងភាសារបស់យើងឧទាហរណ៍នៅពេលយើងចង់បង្ហាញពីអារម្មណ៍ខ្លាំងក្លាយើងច្រើននិយាយថាខ្ញុំចង់មើលរឿងនឹងដល់ថ្នាក់ចង់ងាប់ហើយប៉ុន្តែការពិតគឺថាលោកអ្នកមិនអាចមើលរឿងនោះបានទេប្រសិនបើលោកអ្នកស្លាប់ទៅហើយនោះកម្មវិធីកម្សាន្តជាច្រើននៅថ្ងៃនេះសុទ្ធតែនិយាយអំពីអំពើហិង្សានិងសេចក្តីស្លាប់កាលណាវាជារឿងគួររន្ធត់នោះរូបសាច់របស់យើងកាន់តែជឿចិត្តហើយយើងក៏ចាប់ផ្ដើមនិយាយអំពីសេចក្តីស្លាប់ប៉ុន្តែយើងនឹងត្រូវស៊ីផលនៃពាក្យសម្ដីទាំងនោះទុយទៅវិញប្រសិនបើយើងនិយាយពីសេចក្តីរស់យើងនឹងបានស៊ីផលនៃសេចក្តីរស់នោះដែរឧទាហរណ៍គឺទ្រង់ដែលបានប្រោសឲ្យចិត្តអ្នកបានឆ្អែតដោយរបស់ល្អដើម្បីឲ្យយុវភាពរបស់អ្នកបានប្រែជាថ្មីឡើងវិញដូចជាសត្វតន្ត្រីទំនុកដំណើរចំពុក103ខ5ពាក្យថាយុវភាពតើលោកអ្នកដឹងទេថាពាក្យ hammer ក្នុងភាសាហេប្រឺនៅទីនេះគឺ na ដែលសំដៅទៅលើវ័យកុមារនិងវ័យជំទង់វាគឺជាពេលវេលាដែលលោកអ្នកមានអារម្មណ៍ថាខ្លាំងក្លាបំផុតតាមបែបធម្មជាតិនោះហើយគឺជាអ្វីដែលព្រះជាម្ចាស់ចង់ប្រទានដល់លោកអ្នកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះយើងបានឃើញហើយថា
ការប្រើប្រាស់ជំនឿលេខ1របស់យើងគឺដើម្បីជឿថាយើងជាមនុស្សសុចរិតនៅកណ្ដាលរោគសញ្ញានៃអំពើបាបនៅក្នុងរូបកាយនិងចិត្តគំនិតរបស់លោកអ្នកចូលពោលថាខ្ញុំគឺជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់នៅក្នុងព្រះគ្រីស្ទនៅពេលលោកអ្នកមានអារម្មណ៍ថាត្រូវបានលបួងឲ្យធ្វើអ្វីមួយខុសចូលប្រកាសថាខ្ញុំគឺជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់នៅក្នុងព្រះគ្រីស្ទវាមានអំណាចណាស់ក្នុងការដឹងពីអត្តសញ្ញាណពិតរបស់លោកអ្នកហើយលោកអ្នកប្រហែលជាមិនធ្លាក់ក្នុងសេចក្តីលបួងនោះឡើយបន្ទាប់ពីការប្រកាសបែបនេះប៉ុន្តែចូលប្រកាសពីសេចក្តីសុចរិតរបស់លោកអ្នកផងដែរទោះបីជាលោកអ្នកបានធ្លាក់ទៅក្នុងសេចក្តីលបួងឬបន្ទាប់ពីលោកអ្នកបានធ្វើខូចហើយក៏ដោយវានឹងជួយលោកអ្នកបានយើងនឹងឃើញថាតើការលើកពីសេចក្តីសុចរិតរបស់ព្រះជាម្ចាស់អាចជួយសង្គ្រោះមនុស្សម្នាក់ពីមាត់ជ្រោះនៃសេចក្តីស្លាប់និងថែមទាំងស្ដារយុវភាពឡើងវិញដល់គាត់យ៉ាងដូចម្តេចសាច់ឈាមរបស់គាត់ក៏រលេះរលួយបាត់ពីភ្នែកទៅហើយឆ្អឹងគាត់ដែលពីដើមមើលមិនឃើញក៏លៀនចេញមកព្រលឹងគាត់ក៏ចូលទៅចិត្តរណ្ដាវហើយជីវិតគាត់ក៏ចូលទៅចិត្តពួកអ្នកធ្វើឃាតដែរប្រសិនបើមានទូតណាម្នាក់សម្រាប់គាត់ជាអ្នកកណ្ដាលម្នាក់ក្នុងចំណោម 1000 នាក់ដើម្បីបង្ហាញមនុស្សពីសេចក្តីសុចរិតរបស់ទ្រង់នោះទ្រង់មានប្រតិមេត្តាករុណាដល់គាត់ហើយមានបន្ទូលថាចូលដោះលែងគាត់កុំឲ្យចុះទៅក្នុងរណ្ដៅឡើយយើងបានរកឃើញថ្លៃលុះហើយសាច់ឈាមគាត់នឹងបានក្មេងខ្ចីដូចជាក្មេងតូចគាត់នឹងត្រឡប់ទៅរកសម័យយុវវ័យរបស់គាត់វិញគាត់នឹងអធិដ្ឋានដល់ព្រះជាម្ចាស់ហើយទ្រង់នឹងសប្បុរសនឹងគាត់នឹងឃើញព្រះភ័ក្ត្រទ្រង់ដោយសេចក្តីអំណរបាត់ទ្រង់ស្ដារសេចក្តីសុចរិតរបស់ទ្រង់ដល់មនុស្សឡើងវិញគម្ពីរយោបចំពុក33ខ21ដល់26អ្នកកណ្ដាលម្នាក់ក្នុងចំណោម 1000 នាក់សំដៅលើព្រះយេស៊ូវសេចក្តីសុចរិតរបស់ទ្រង់សំដៅលើរឿងពីរយ៉ាងអំពីព្រះទ្រង់ស្រឡាញ់យើងហើយទ្រង់ជាអ្នករាប់យើងជាសុចរិតមិនមែនជាចៅក្រមកាត់ទោសយើងឡើយសាច់ឈាមគាត់នឹងបានក្មេងខ្ចីដូចជាក្មេងតូចនេះបង្ហាញពីរបៀបដែលយុវភាពរបស់បរិសម្នាក់គឺលោកយោបត្រូវបានប្រែជាថ្មីបន្ថែមលើការត្រូវបានសង្គ្រោះពីមាត់ជ្រោះនៃសេចក្តីស្លាប់វាកាន់តែមានភាពស្រស់ស្អាតនៅក្នុងការបកប្រែមួយទៀតដែលចែងថាសាច់ឈាមគាត់នឹងបានស្រស់បំព្រងជាងក្មេងតូចទៅទៀតគាត់នឹងត្រឡប់ទៅរកសម័យយុវវ័យរបស់គាត់វិញពាក្យថាស្ដារសេចក្តីសុចរិតរបស់ទ្រង់ដល់មនុស្សឡើងវិញនៅក្នុងយោបចំពុក33ខ26បង្ហាញថានេះគឺជាខគម្ពីរនៃសេចក្តីសញ្ញាថ្មីពីព្រោះព្រះយេស៊ូវបានស្ដារសេចក្តីសុចរិតរបស់ទ្រង់ដល់យើងតាមរយៈឈឺឆ្កាងដូច្នេះចូលប្រកាសថាខ្ញុំគឺជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់នៅក្នុងព្រះគ្រីស្ទនៅពេលលោកអ្នកមានអារម្មណ៍ថាត្រូវបានលបួងឲ្យធ្វើអ្វីមួយខុសឬមានអារម្មណ៍ថាត្រូវបានគេកាត់ទោសឧទាហរណ៍ដូចជាបន្ទាប់ពីលោកអ្នកទៅតែបានឆ្លុះប្រកែកជាមួយស្វាមីឬភរិយាលោកអ្នកនឹងរកឃើញកម្លាំងដើម្បីប្រព្រឹត្តទៅលើស្វាមីនិងភរិយារបស់លោកអ្នកឲ្យបានត្រឹមត្រូវបន្ទាប់ពីប្រកាសប្រយោគនេះហើយខ្ញុំសូមលើកទឹកចិត្តដល់អស់អ្នកដែលកំពុងមានវ័យកាន់តែច្រើនឲ្យបញ្ចេញជំនឿរបស់ខ្លួនគុំនិយាយថាអូខ្ញុំហត់ណាស់ចាំថ្ងៃក្រោយចុះហើយក៏ខកខានការដើរហាត់ប្រាណជាដើមវានឹងកាន់តែងាយស្រួលទៅក្នុងការរកលេសឲ្យខ្លួនឯងឈប់និយាយថាលោកអ្នកចាស់ហើយរាល់ពេលដែលលោកអ្នកភ្លេចអ្វីមួយឬជួបប្រទះភាពទន់ខ្សោយចូលចាប់ផ្ដើមនិយាយថាខ្ញុំនៅក្មេងអាមែនមកបងនៅតែបន្តនៅក្នុងប្រវត្តិមានព្រះអង្គបន្តនៅក្នុងជីវិតដែលព្រះទ្រង់សម្បត្តិឲ្យយើងនិយាយចេញនៅអ្វីដែលយើងជឿព្រះជាម្ចាស់ទ្រង់ប្រទានឲ្យរូបកាយយើងបានក្មេងជាងវ័យរូបកាយយុវភាពរបស់យើងបានកកើតឡើងវិញនៅពេលដែលយើងមានវ័យកាន់តែចាស់យើងនឹងមានកម្លាំងកាន់តែខ្លាំងហើយធ្វើការបានកាន់តែច្រើនហើយយើងប្រកាសថាយើងជាសេចក្តីសុចរិតរបស់ព្រះក្នុងព្រះគ្រីស្ទ